ជួបគ្នាថ្ងៃទី28ខែមីនាបាទធីរ៉ាបានត្រៀមខ្លួនរួចរាល់ជាស្រេចសម្រាប់ប៉ះជើងខ្លាំងមកពីសហរដ្ឋអាមេរិកចាំមើលតើការប្រកួតនេះអស្ចារ្យយ៉ាងណាបងប្អូនកុំភ្លេចតាមដានទស្សនាបាទទីតាំងប្រកួតនៅខេត្តសៀមរាបផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន Full HD TV ក៏ដូចជា Facebook Page ខ្ញុំជឿជាក់ថាធីរ៉ានឹងធ្វើបានល្អសម្រាប់ការប្រកួតដ៏អស្ចារ្យមួយនេះបាទថ្ងៃទី28ខែមីនាយេហើយនេះបាទគឺជាការត្រៀមរបស់ធីរ៉ាសម្រាប់ behind the scene ការថតប្រម៉ូទជូនទៅដល់បងប្អូនពុកម៉ែយើងដែលស្រឡាញ់គាំទ្រកីឡាករបាទគុណខ្មែររបស់យើងកុំភ្លេចជួយ share ឲ្យធីរ៉ាម្នាក់មួយហើយជាពិសេសផ្ដល់កម្លាំងចិត្តលើកទឹកចិត្តឲ្យធីរ៉ាម្នាក់មួយផងដែរធីរ៉ាបាទបោះគោដល់ឡើងច្បាស់លាស់ហើយសម្រាប់ការប្រកួតនេះចាំមើលថាតើបាទកីឡាករអាមេរិកអាចយកឈ្នះបាទធីរ៉ាបានឬមួយក៏អត់ម្សិលមិញនេះបាទកីឡាករអាមេរិកពេលដែលចុះពីពលានយន្តហោះភ្លាមស្រែកថាគុណខ្មែរអ្វីដែលជាពិសេសមកដល់ភ្លាមដល់រកកន្លែងហាត់តែម្ដងបាទអញ្ចឹងសម្រាប់ការប្រកួតអស្ចារ្យមួយនេះជឿជាក់ថានឹងល្អមើលបាទជាពិសេសបាទធឿនធីរ៉ាប៉ះជាមួយនឹងកីឡាករអាមេរិកធីរ៉ាត្រូវដឹកនាំបាទគុណខ្មែររបស់យើងជាច្រើនរូបបាទត្រូវប្រកួតជាមួយនឹងបាទកីឡាករអាមេរិកបាទអញ្ចឹងបាទធីមអាមេរិកក៏មកគ្នាច្រើនដែរបាទហើយកីឡាករជនជាតិអាមេរិកនេះគឺជាកីឡាករលំដាប់ប្រទេសហើយម្ដងនេះដឹងថាល្បីផ្អើលលើឆាកអន្តរជាតិបងប្អូនមួយប្រកួតនេះបាទក្តីសង្ឃឹមជឿជាក់រៀងខ្លួនសម្រាប់ធឿនធីរ៉ាក៏មានមហិច្ឆតាចង់ឈ្នះរីឯកីឡាករមកពីសហរដ្ឋអាមេរិកក៏គេចង់ឈ្នះធឿនធីរ៉ាដែរអញ្ចឹងជឿជាក់ថាការប្រកួតនេះនឹងជួយចិត្តល្អមើលបងប្អូនបាទព្រោះធីរ៉ាខកខានការប្រកួតតាំងពីថ្ងៃទី7មករាមកដល់ពេលនេះគឺរយៈពេលច្រើនខែដែរប៉ុន្តែយ៉ាងណាយើងរងចាំទស្សនាមើលព្រោះថាកីឡាករអាមេរិករូបនេះគឺចង់ឈ្នះធឿនធីរ៉ាខ្លាំងមែនទែនបាទខ្ញុំគ្រាន់តែឃើញការវាយខ្យល់របស់ធឿនធីរ៉ាក៏ចង់មើលដែរបាទយើងមិនបានទៅមើលផ្ទាល់នៅខាងខេត្តសៀមរាបប៉ុន្តែយើងអាចមើលតាមកញ្ចក់ទូរទស្សន៍ថោនក៏ដូចជា Facebook Page បានតែអ្វីជាពិសេសបងប្អូនយើងនៅសៀមរាបកុំភ្លេចជួយ share ម្នាក់មួយការប្រកួតដ៏កក្រើកអស្ចារ្យនៅថ្ងៃទី28នេះគឺជាការវាយខ្យល់របស់ធឿនធីរ៉ាបាទត្រៀមប្រកួតថ្ងៃទី28នេះហើយនេះក៏ជា behind the scene មួយបាទសម្រាប់ការថតប្រម៉ូទជូនបងប្អូនយើងដែរបងប្អូនអាចទស្សន៍ទាយមើលចាំមើលថាធីរ៉ាអាចយកឈ្នះបាទជើងខ្លាំងមកពីអាមេរិកបានអត់បាទបើនិយាយពីបទពិសោធន៍នៃការប្រកួតរបស់គេគឺអស្ចារ្យមែនទែនបងប្អូនណាបាទមេដៃផងបាទខ្សែក្រវ៉ាត់ផងហើយជាកីឡាករលំដាប់នៅក្នុងប្រទេសអាមេរិកផងដែរនៅក្នុងនោះគឺយើងមានការប្រកួតគូផ្សេងជាច្រើនទៀតសម្រាប់បាទប្រកួតនៅថ្ងៃទី28នេះបាទនេះគឺលោកគ្រូខំសុជាតិបាទគាត់កំពុងតែដើរសម្លឹងមើលអីទេបាទនេះក៏ជាសកម្មភាពខ្លះសម្រាប់ behind the scene ខ្ញុំថតជួយទៅដល់បងប្អូនយើងនៅក្រុមការងារថតបាទប្រម៉ូទបាទធឿនធីរ៉ាសម្រាប់ប្រកួតនៅថ្ងៃទី28នេះអរគុណបងប្អូនកុំភ្លេចជួយ share ម្នាក់មួយសម្រាប់ការប្រកួតបងប្អូនមានអ្វីជូនពរដល់ធឿនធីរ៉ាទេបាទសង្ឃឹមថាធីរ៉ាមិនធ្វើឲ្យបងប្អូនខកអំណងទេបាទសម្រាប់ការប្រកួតមួយប្រកួតនេះអ្វីដែលជាពិសេសបាទបងប្អូនទន្ទឹងរង់ចាំធឿនធីរ៉ាយូរមកហើយនេះគឺជាសកម្មភាពខ្លះសម្រាប់ការថតប្រម៉ូទនេះកោបែកខ្យល់របស់ធឿនធីរ៉ាអូបាទឆ្វេងស្ដាំបត់កែងទៀតខ្ញុំសង្ឃឹមថាធីរ៉ានឹងប្រើកែងប្រើកែងមួយនេះនឹងធ្វើបានផ្លែផ្កាល្អនេះឆ្វេងស្ដាំអត់មកកែងមួយទៀតអូបាទល្អមែនតើណែបាទធីរ៉ាត្រៀមរួចរាល់ហើយបាទសម្រាប់ការប្រកួតនេះអញ្ចឹងការហ្វឹកហាត់ក៏ពេញលេញបាទការត្រៀមក៏រួចរាល់បាទសម្រាប់កីឡាករគុណខ្មែររបស់យើងបាទក៏ដូចជាកីឡាករមកពីសហរដ្ឋអាមេរិកផងដែរការប្រកួតនេះបងប្អូនកុំភ្លេចតាមដានទស្សនានិយាយទៅស្ថានីយ៍ទូរទស្សន៍លេងមកក្តារនេះលូកកប់ឃ្លៀកតែម្ដងស្រាប់អ្នកមួយបងប្អូនណានេះបាទធីរ៉ាអងអាចខ្លះហើយមែនតើអ្នកលេងពូថោដោយវិធាតកុំភ្លេចគាំទ្រធីរ៉ាដោយការ share របស់បងប្អូនយើងចាំមើលតើធីរ៉ាអាចយកឈ្នះកីឡាករអាមេរិកបាន